ជំរាបសួរនាងខ្ញុំឈ្មោះថនស្រីពៅនាងខ្ញុំជាប្រធានផ្នែកថែទាំសុខភាពផ្លូវចិត្តរបស់អង្គការដើម្បីភាពញញឹមនៃកុមារបច្ចុប្បន្នក្រុមការងារអ្នកចិត្តសាស្ត្រប្រឹក្សាយោបល់របស់អង្គការ PSE យើងមានគ្នាចំនួន4នាក់ក្រុមការងាររបស់យើងបានផ្ដល់នៅការគ្រប់គ្រងផ្នែកផ្លូវចិត្តនិងអប់រំចិត្តសាស្ត្រដល់សិស្សានុសិស្សក៏ដូចជាក្រុមគ្រួសាររបស់ពួកគេផងដែរជាទូទៅអ្នកចិត្តសាស្ត្រម្នាក់ពួកគាត់អាចនឹងផ្ដល់ការគ្រប់គ្រងមួយ session ដែលយើងហៅថាមួយជំនួបហ្នឹងគឺក្នុងចន្លោះពេល45នាទីឬក៏60នាទីនេះសម្រាប់ជាការផ្ដល់ប្រឹក្សាជាជំនួបជាបុគ្គលដោយឡែកយើងនឹងផ្ដល់នៅការគ្រប់គ្រងចិត្តសាស្ត្រទៅដល់សិស្សទាំងអស់ជាក្រុមនៅក្នុងមួយជំនួប1ម៉ោងកន្លះឬក៏90នាទីនៅទីនេះគឺយើងផ្ដល់នៅសេវាគ្រប់គ្រងគ្រប់ជ្រុងជ្រោយទាំងសុខភាពផ្លូវកាយសុខភាពផ្លូវចិត្តសេវាផ្សេងនៅពេលដែលសិស្សមានតម្រូវការផ្សេងគ្នាក៏ព្រោះទីនេះមិនមែនតែសិស្សដែលនៅក្នុងតំបន់ក្រីក្រនៅក្នុងទីក្រុងភ្នំពេញទេប៉ុន្តែពួកគេបានមកពីគ្រប់ទីកន្លែងប្រហែលជាសិស្សមួយចំនួនមិនធ្លាប់ទទួលបានការគ្រប់គ្រងផ្នែកផ្លូវចិត្តនៅក្នុងសាលារៀនរបស់ពួកគេទេខ្ញុំយល់ថានៅពេលដែលពួកគេមកក្នុងបរិយាកាសរបស់ PSE ហើយពួកគេទទួលបានសេវាគ្រប់ជ្រុងជ្រោយបែបនេះខ្ញុំគិតថាវាល្អមែនសម្រាប់ពួកគេនៅក្នុងការចាប់យកក្តីសម័យរបស់ពួកគេនៅក្នុងការទៅស្វែងរកការងារអាជីពត្រឹមត្រូវមួយចាប់ផ្ដើមតាំងពីឆ្នាំសិក្សាថ្មីមកយើងបានប្រើប្រាស់នៅឧបករណ៍មួយចំនួនដើម្បីធ្វើការវាស់វែងឬក៏ត្រួតពិនិត្យនៅសភាពចិត្តរបស់កុមារយើងបានផ្ដល់នៅការគ្រប់គ្រងច្រើនមែនទែនជាឧទាហរណ៍ដែលមានសិស្សម្នាក់គាត់ជួបជាមួយនឹងការលំបាកនៅក្នុងការគ្រប់គ្រងអារម្មណ៍ខ្លួនឯងហើយយើងបានផ្ដល់នៅការគ្រប់គ្រងផ្នែកចិត្តសាស្ត្រទៅដល់សិស្សទាំងអស់នោះហើយយើងមើលឃើញថាមានភាពវិជ្ជមានច្រើននៅពេលដែលយើងបានដឹងអំពីឫសគល់នៃបញ្ហាបច្ចុប្បន្នសិស្សានុសិស្សរបស់យើងបានទទួលព័ត៌មានអំពីអ្វីទៅជាសុខភាពផ្លូវចិត្តអ្វីទៅជាការថែទាំសុខភាពផ្លូវចិត្តអ្វីទៅគឺជាការពិគ្រោះយោបល់ផ្លូវចិត្តហើយសកម្មភាពនេះយើងនៅតែបន្តទៅមុខទៀតហើយមួយវិញទៀតយើងក៏ចង់បន្ថែមនៅសកម្មភាពចូលរួមកាត់បន្ថយនឹងការពារទប់ស្កាត់នៅក្នុងការបោះបង់ការសិក្សារបស់ពួកគេផងដែរនេះគឺជាទស្សនវិស័យដែលយើងកំពុងនឹងបាននឹងកំពុងធ្វើហើយយើងនឹងបន្តវាទៅបន្ថែមទៅកាន់ពេលខាងមុខទៀតយើងនឹងស្វែងរកឲ្យឃើញថាតើមានភាពខ្វះខាតឬក៏ចំណុចបន្ថែមណាមួយផ្សេងទៀតដែលក្រុមអ្នកចិត្តសាស្ត្ររបស់អង្គការដើម្បីភាពញញឹមកុមារអាចធ្វើទៅបានដើម្បីគ្រប់គ្រងដល់សិស្សានុសិស្សយើងនៅទីនេះចំពោះខ្ញុំយល់ថា PSE គឺជាសហគមន៍ដ៏ធំមួយ